កាលណាណអាត្មាអញនឹងជាបុគ្គលម្នាក់ឯងមិនមានតណ្ហាជាគម្រប់ពីរនឹងឃើញនៅភពទាំងអស់ថាជារបស់មិនទៀងនៅក្នុងជ្រោះភ្នំទាំងឡាយគំនិតនោះអាត្មាអញបានត្រេះរិះហើយថាកាលណាណបំណងនេះនឹងសម្រេចកាលណាណអាត្មាអញបានបួសត្រួតត្រងនៅផ្ទាំងសម្ពុតដែលកាត់ដាច់ឆ្លៀកពាក់ជ្រលក់ដោយទឹកជាប់ហើយជាអ្នកមិនមាននៅសេចក្តីប្រកម្មមិនមានសេចក្តីប្រកម្មខ្លួនថាជារបស់អញជាបុគ្គលមិនមាននៅសេចក្តីប្រាថ្នាហើយបានលះនៅរាគៈទោសៈមោហៈដោយប្រការដូច្នោះជាបុគ្គលដល់នៅសេចក្តីសុខហើយចូលទៅនៅក្នុងព្រៃធំកាលណាណអាត្មាអញនឹងពិចារណាឃើញនៅកាយមិនទៀងនេះជាសម្បុកនៃមរណៈនិងរោគដែលមកចោបៀតបៀនហើយជាបុគ្គលប្រសិជ្ជៈភ័យនៅម្នាក់ឯងក្នុងព្រៃគំនិតនោះកាលណានឹងសម្រេចកាលណាណអាត្មាអញនឹងបានកម្មដាវដ៏មុតគឺមគ្គបញ្ញាហើយកាប់ក្របែលនៅវัวគឺតណ្ហាដែលជាធម្មជាតិញ៉ាំងភ័យឲ្យកើតជាគ្រឿងនាំមកនៅសេចក្តីទុក្ខប្រព្រឹត្តទៅតាមអារម្មណ៍ដ៏ច្រើនឲ្យលុះនៅក្នុងអំណាចរបស់ខ្លួននោះបានគំនិតនោះកាលណានឹងសម្រេចកាលណាណអាត្មាអញនឹងបានកម្មយកនៅសត្រាដ៏មុតថ្លាគឺប្រាជ្ញារបស់ឥសីទាំងឡាយហើយនឹងបំបាក់នៅមេព្រមទាំងសេនាមេដោយឆាប់រហ័សលើសីហាសនៈបំណងនោះកាលណានឹងសម្រេចកាលណាណពួកលោកអ្នកសប្បុរសជាអ្នកគោរពក្នុងធម៌ប្រកបដោយបាតិគុណអ្នកឃើញតាមធម៌មានឥន្ទ្រីឈ្នះហើយមើលឃើញអាត្មាអញជាអ្នកមាននៅសេចក្តីជាយាមក្នុងសមាគមទាំងឡាយបំណងនោះកាលណានឹងសម្រេចកាលណាណសេចក្តីខ្ជិលការឃ្លានការស្រេកខ្យល់កម្ដៅថ្ងៃស្រាំងស្រួយពោះតូចពោះធំមិនបៀតបៀននៅអាត្មាអញនោះជាអ្នកមានប្រយោជន៍ចំពោះខ្លួនក្នុងភ្នំឬច្រកភ្នំបំណងនោះកាលណានឹងសម្រេចសច្ចៈ4យ៉ាងណាដែលឃើញបានដោយក្រដែលព្រះមហេសីសម្មាសម្ពុទ្ធបានត្រាស់ដឹងហើយកាលណាណអាត្មាអញនឹងបានជាអ្នកមានចិត្តតម្កល់មាំក្នុងសច្ចៈទាំង4នោះដោយប្រាជ្ញាបំណងនោះកាលណានឹងសម្រេចកាលណាណអាត្មាអញនឹងបានប្រកបដោយសេចក្តីស្ងប់ចាកការក្តៅកាហាយចិត្តហើយបានឃើញដោយបញ្ញានៅរូបសម្លេងក្លិនរសផុតកពៈនិងធម្មអារម្មណ៍ទាំងឡាយដែលយើងកំណត់មិនទាន់បាននៅឡើយបំណងរបស់អាត្មាអញនោះកាលណានឹងបានសម្រេចកាលណាណអាត្មាអញត្រូវគេពោលពាក្យអាក្រក់មករកមិនក៏បីតោមនោះព្រោះសម្ដីនោះជាហេតុឬថាទោះបីគេសរសើរក៏មិនត្រេកអរព្រោះការសរសើរនោះជាហេតុឡើយបំណងរបស់អាត្មាអញនោះកាលណានឹងបានសម្រេចកាលណាណអាត្មា